តើអ្នកណាខ្លះធ្លាប់ជឿក្បាលរឿង insert row ហើយវាប៉ះពាល់ទៅដល់ table ផ្សេងទៀតតែយើងចង់ insert មិនឲ្យប៉ះពាល់ដល់ table ផ្សេងចង់តែ insert តែ row ណាដែលយើងចង់ insert ឲ្យមិនឲ្យប៉ះពាល់ដល់ data ផ្សេងនៅក្នុង table ក្នុង sheet តែមួយហ្នឹងអញ្ចឹងដូចឧទាហរណ៍ដែលខ្ញុំបានលើកឡើងនេះបើទាំងអស់គ្នាចង់ដឹងវិធីទស្សនាទាំងអស់គ្នាតចប់បាទទាំងអស់គ្នាបើគិតថាវីដេអូនេះមានប្រយោជន៍សូមជួយ like ជួយ share ទាំងអស់គ្នាមួយបាទអរគុណ